បាទសួស្តីបងប្អូនបាទនេះរបស់លេខថ្មីហើយថ្ងៃនេះបានមកឆ្លើយសំណួរបាទរបស់បងប្រុសបាទនេះគឺម្ចាស់ឡានហ្នឹងតែម្ដងបាទគាត់សួរថាបងដូរប្រេងរាល់ដងអស់តែ4លីត្រទេតែហេតុអីក៏អូនឯងបដូរប្រេងលើកនេះហេតុអីក៏ច្រើនដូរកន្លែងគេអស់តែ4លីត្រទេតែដូរកន្លែងបងអូនឯងមិនក៏អស់ដល់8លីត្រអូខេសំណួរល្អខ្ញុំនឹងឆ្លើយបាទមុននឹងឆ្លើយខ្ញុំបញ្ជាក់បន្តិចដែរបងប្អូនណានេះគឺជាឧបករណ៍សម្រាប់ឆ្លពេញប្រអប់លេខបាទឆ្លពេញប្រអប់លេខព្រោះនេះប្រើសម្រាប់លើឡានទំនើបគេអត់មានកន្លែងប្រហូរទេអត់មានប្រហែលប្រហូរកាទៀដូចឡានយើងធម្មតាទេលុះត្រាណាតែឡានហ្នឹងត្រូវដូរតម្រង់ប្រេងបានយើងត្រូវទម្លាក់កាទៀអញ្ចឹងតាក់ទងនឹងសំណួរនេះបងខ្ញុំសុំឆ្លើយបន្តិចបាទប្រេងប្រអប់លេខអានេះខ្ញុំលើកយកឡានហ្នឹងមកនិយាយតែម្ដងប្រេងប្រអប់លេខនេះគឺ Highlander នេះគឺ4ម៉ាស៊ីនបាទ4ម៉ាស៊ីនបើយើងឆែកមើលទៅតាមការណែនាំដែលចេញពីរោងចក្រគឺ8លីត្របាទ8លីត្រហ្នឹងមានន័យថាវាអស់ហើយវាចេញពីមេកានិកវាចេញពីកាទៀវាចេញពីផ្លែល្ពៅអញ្ចឹងទាំងអស់ហ្នឹងវា8លីត្រចំណុះវា8លីត្រអាច8លីត្រតិចតួចហ្នឹងហើយវាអត់លើសហ្នឹងទេអញ្ចឹងកាលណាយើងធ្វើការផ្លាស់ប្ដូរយើងបដូរជាទូទៅបាទបងមួយចំនួនគាត់ដូរគាត់ប្រហូរតាមកាទៀបានន័យថា4លីត្រឬក៏3លីត្រជាងក៏ដាក់4លីត្រចូលអូខេរួចហើយប៉ុន្តែការបដូរបែបនេះគឺវាអត់មានប្រសិទ្ធភាពគុណភាពទេបានន័យថាប្រេងចាស់និងប្រេងថ្មីគឺវានៅគ្នាអញ្ចឹងគុណភាពរបស់វាមានត្រឹមតែ40ឬក៏50%ទេអញ្ចឹងកាលណាបើយើងច្រាលតាមម៉ាស៊ីននេះបានន័យថាយើងមើលចំណុះរបស់វា8លីត្រអញ្ចឹងយើងត្រូវច្រាលឲ្យគ្រប់8លីត្ររបស់វាទៅអាហ្នឹងបានន័យថាវាបញ្ចេញអាចាស់មកក្រៅអញ្ចឹងកាលណាយើងដាក់អាប្រេងថ្មីចូល8លីត្រអញ្ចឹងឧបករណ៍នេះវានឹងរុញអាប្រេង8លីត្រចាស់នៅក្នុងប្រអប់លេខហ្នឹងវាចេញក្រៅអញ្ចឹងវាធ្វើឲ្យប្រេងប្រអប់លេខរបស់យើងដែលយើងដូរថ្មីហ្នឹងវាមានគុណភាពបានយូរការប្រើប្រាស់បានរយៈពេលវែងបាទបានរយៈពេលវែងហើយគុណភាពរបស់វាក៏វាទៅតាមនឹងដែរអញ្ចឹងវាអត់អីចម្លែកទេបាទវាអត់អីចម្លែកទេវាអត់ខុសគ្នាទេឥឡូវខ្ញុំឧទាហរណ៍ថាឥឡូវយើងដូរ4លីត្រយើងប្រើរយៈពេល10000គីឡូចឹងហ្នឹងហើយ10000គីឡូហើយយើងត្រូវដូរទៀតបាទប៉ុន្តែបើសិនជាយើងដូរលក្ខណៈបច្ចេកទេសតាមឧបករណ៍នេះគឺម៉ាស៊ីនច្រាលគឺយើងប្រើលើសនឹងទៅ20000គីឡូឬ30000គីឡូអញ្ចឹងទៅអាហ្នឹងជាការឧទាហរណ៍ណាជាការឧទាហរណ៍ជាការប្រៀបធៀបអញ្ចឹងសម្រាប់បងប្អូនជាពិសេសមួយបាទមិនបាច់ឆ្ងល់ទេបាទតែហេតុអីបានខ្ញុំបដូរប្រេងវាអស់ច្រើនបាទវាអស់ច្រើនប៉ុន្តែគុណភាពក៏វាយូរដែរណាហ្នឹងហើយអរគុណច្រើនសម្រាប់បងប្អូនដែលត្រូវការបាទដូរប្រេងប្រអប់លេខប្រេងម៉ាស៊ីនប្រេងប្រាំងបាទគឺមានម៉ាស៊ីនផ្នែកជួសជុលអីផ្សេងបាទគឺមានទាំងអស់បាទតែនេះគឺខ្ញុំគ្រាន់តែមកបញ្ជាក់ពីការផ្លាស់ប្ដូរប្រេងប្រអប់លេខហ្នឹងអរគុណច្រើនសម្រាប់ការគាំទ្របាយបាយជម្រាបលាថ្មីមានតែចាស់អញ្ចឹងអានេះបាញ់ចូលអានេះចេញវូវដែរចូល